สุดท้ายเจ้าบ่มอนออกគ្នានេះគឺខ្ញុំស្លកកោគឺសម្រាប់គ្លៀនស្លកកោមួយថ្ងៃនឹងបងឥឡូវស្លកកោចាបងថ្ងៃនេះគឺស្លកកោត្រូវលីងក៏លីងខ្លួនឯងណានិយាយទៅខ្ញុំស្លតច្រើនតែខ្ញុំទិញសាច់ជ្រូក2ខាំជាមួយបន្លែថ្ងៃនេះខ្ញុំដើរទៅខ្ញុំឃើញស្លឹកបាសដល់ពេលចឹងទៅខ្ញុំបេះស្លឹកបាសហ្នឹងបានមកបន្តិចជាមួយនឹងស្លឹកទាដីខ្ញុំទិញគេហើយជាមួយនឹងផ្លែត្រប់ពុតញងហើយនឹងផ្កាគាដីនេះដោយសារមានផ្កាគាដីដែរអញ្ចឹងស្លឹកហើយនឹងផ្កានេះចាហើយជាមួយសាច់ជ្រូកខ្ញុំស្លសាច់សុប2ខាំតែនៅតែមានលីសាច់តិច2ខាំអានេះស្លឹកបាសខ្ញុំបេះហ៎ខ្ញុំដើរទៅខ្ញុំឃើញតាមផ្លូវខ្ញុំបេះនេះស្លឹកបាសណាអូមែនតើមិនច្រើនទេប៉ុន្តែខ្ញុំចង់ស្លកកោបន្លែគេដីនេះខ្ញុំបេះបដូរវាចេញដោយសារបដូរហ្នឹងវាអាចលវិញអញ្ចឹងខ្ញុំបានបេះបដូរហ្នឹងចេញវាអត់សូវលវិញទេទៅយើងអត់បេះគឺវាលវិញឥឡូវនេះខ្ញុំមកបេះស្លឹកគេដីនេះចាស្លឹកគេដីចាអានេះបន្លែបៃតងបន្ទាប់មកខ្ញុំហាន់ស្លឹកក្រូចគូសសេក្រីជាមួយនឹងម្ដេងខ្ញុំហាន់ទុកមកដុំសិនហើយចាំខ្ញុំទៅលីងក៏លីងខ្ញុំគាត់ហាន់ទុកចឹងណាដោយសារយើងធ្វើភ្លាមចឹងទៅវាឆ្ងាញ់យើងប្រើរបស់ស្រស់ចឹងទៅវាឆ្ងាញ់មានស្លឹកក្រូចមានម្ដេងហាន់ចូលគ្នាមកខ្ញុំហាន់ហើយខ្ញុំទុកមកក្ដុំចាអានេះហាន់ញាប់ដៃណាម្ដេងហ្នឹងដេញនៅស្រុកនេះវាមានតែខ្ចីអត់សូវមានទុំទេអានេះខ្ញុំហាន់សាច់ជ្រូកហើយសាច់ជ្រូកហ្នឹងគឺខ្ញុំយកសាច់សុតចាសាច់សុតហ្នឹងតែ2ខាំទេដោយសារខ្ញុំចង់សម្រក់ជាតិខ្លាញ់ចឹងទៅគឺខ្ញុំអត់ដាក់ខ្លាញ់ទេហើយខ្ញុំស្លោបគ្រឿងថ្មីចឹងទៅវាឆ្ងាញ់ហ៎ស្លោបមិនច្រើនទេមកបន្តិចហ្នឹងដោយសារបន្លែខ្ញុំតិចមែនតើដោយសារយើងផ្សំគ្រឿងទៅគ្រឿងវាថ្លៃចឹងទៅយើងចាប់ផ្ដើមមកលីងក៏លីងខ្ញុំលីងឲ្យរៀងឈ្ងុយខ្ញុំលីងឲ្យរៀងក្រហមបន្តិចវាអត់លីងសទេលីងឡើងក្រហមមកយើងបុកក៏យើងបុកស្រួលដែរអញ្ចឹងទៅយើងលីងឲ្យឈ្ងុយមកពេលស្លមកមិនតាន់ឈ្ងុយក៏លីងហើយចាប់ផ្ដើមឈ្ងុយក៏លីងហើយក៏ខ្ញុំបុកលីងក៏លីងហ្នឹងហើយក៏យើងក៏លីងហ្នឹងទៅបុកអញ្ចឹងទៅវាឈ្ងុយឥឡូវមកយើងចាប់ផ្ដើមបុកអង្គលីងចាកលីងនេះយើងបុកវាឲ្យម៉ត់មកបន្ទាប់មកយើងបុកគ្រឿងលាយជាមួយគឺខ្ទឹមខ្ញុំដាក់យកចេញសិនខ្ញុំដាក់ស្លឹកស្ក្រៃហើយជាមួយនឹងនេះបុកឲ្យម៉ត់ហើយខ្ញុំដាក់ខ្ទឹមតាមក្រោយខ្ទឹមខ្ញុំដាក់រៀងច្រើនវាឈ្ងុយបុកនេះឆ្អិនណាម៉ត់ហើយឥឡូវយើងបុកវាឲ្យម៉ត់ឲ្យវាចូលជាតិដាក់ល្មៀតយើងមានល្មៀតយើងដាក់ល្មៀតមកពោះស្លកកោត្រូវតែដាក់ល្មៀតយកពោបន្ទាប់មកគឺខ្ញុំបុកហើយខ្ញុំបុកម៉ត់ហើយបុកម៉ត់ខ្ទឹមបុកអីម៉ត់ហើយគឺឈ្ងុយបណ្ដោយឈ្ងុយកកោហ្មងណាអត់ទាន់ស្លោទេឈ្ងុយកកោមុនតែសាច់គ្រឿងយើងបុកថ្មីទាំងអស់ស្លោកកោមួយចានហ្នឹងគឺប្រើពេលចូល2ម៉ោងបន្ទាប់មកគឺខ្ញុំលាងបន្លែឲ្យស្អាតទាំងអស់ហើយខ្ញុំចាប់ដើមដាក់ស្លមុននេះខ្ញុំភ្លេចច្រាំប្រហុកឥឡូវខ្ញុំយកប្រហុកមកច្រាំហុកនេះខ្ញុំច្រាំមកល្មមឈ្ងុយដោយសារខ្ញុំចានេះគឺខ្ញុំដាក់ឆ្នាំងឲ្យក្តៅហើយខ្ញុំចាប់ផ្ដើមកកូរគ្រឿង
គឺគ្រឿងខ្ញុំកកូរហ្នឹងកកូរបែបស្ងួតឲ្យឈ្ងុយចាប់ផ្ដើមថែមប្រេងឆាបន្តិចគឺខ្ញុំកូរថែមទៀតកូរវាតតែឈ្ងុយកកូរនិយាយទៅខ្ញុំកូរទាំងអានេះខ្ញុំដាក់ទាំងស្គូសក្រេងក៏លីងគឺកូរទាំងអស់តែម្ដងគឺបានស្លកកូរយើងឈ្ងុយគឺកូរអញ្ចឹងបានកកូរឈ្ងុយកកូរឲ្យឈ្ងុយរួចហើយឲ្យវាឈ្ងុយបែបថាធម្មជាតិឈ្ងុយចេញមកអញ្ចឹងទៅគឺបែបនេះគឺកកូរយើងកកូរបែបហ្នឹងឲ្យឈ្ងុយឆ្ងាញ់ម្ដងណាចាតមកគឺខ្ញុំដាក់កកូរឲ្យឈ្ងុយគ្រឿងហើយគឺខ្ញុំដាក់ប្រហុកចូលចាកកូររៀងយូរដែរពូកកូរយើងកកូរឲ្យវាឈ្ងុយគ្រឿងហ៎ហើយខ្ញុំអត់នេះទេខ្ញុំអត់ថាក់ខ្លាញ់ច្រើនតិចគឺខ្ញុំដាក់មកបន្តិចដើម្បីឲ្យវាថាកុំឲ្យវាជាប់តែជាប់នេះហេប្រេងសណ្ដែកបន្តិចចឹងទៅឬក៏ប្រេងអូលីវអញ្ចឹងមកបងចង់ដាក់ចឹងណាតែស្អាតឥឡូវនេះកាត់បថយគុតចាងខ្លាញ់អីចឹងណាប្រហុកខ្ញុំដាក់ប្រហុកហើយខ្ញុំកកូរឈ្ងុយប្រហុកហ្នឹងមកគ្រឿងឲ្យកាន់តែឈ្ងុយទៀតមកគឺយើងចាប់ផ្ដើមចាំយើងចាប់ផ្ដើមដាក់ទឹកមកបន្តិចហើយយើងដាក់សាច់មកភាសាដាក់យើងអត់ដាក់ទឹកមកបន្តិចវាជាប់វាខ្លោចឆ្នាំងចឹងទៅគឺខ្ញុំចាប់ផ្ដើមដាក់ទឹកមកបន្តិចទៅខ្ញុំក៏ចាប់ផ្ដើមដាក់ទឹកដាក់សាច់ជ្រូកចូលមកខ្ញុំកូរឲ្យវាសព្វទៀតទៅគឺហ្នឹងក៏កូរយើងហើយឈ្ងុយឯណាបងកំពុងតកកូរហ្នឹងគឺឈ្ងុយមែនតែនឈ្ងុយហើយខ្ញុំមកដាក់គ្រឿងអីនេះណាបងខ្ញុំអត់ថែមគ្រឿងអីទេខ្ញុំថែមប៊ីចេងតាមបន្តិចខ្ញុំអត់ប្រើស្ករទេអំបិលក៏ខ្ញុំប្រើដែរពូខ្ញុំប្រើប្រហុកប៉ុណ្ណឹងហើយគឺហើយឯងគឺរសជាតិរបស់ខ្ញុំគឺល្មមឆ្ងាញ់អត់ដិតទេពូខ្ញុំអត់ប្រើដិតទេពូខ្ញុំត្រូវញ៉ាំសាបអត់ចិត្តខ្លាញ់អត់ចិត្តស្ករអញ្ចឹងទៅពូផ្អាកស្ករវាចេញមានពីបាយជាមួយនឹងម្ហូបបន្លែធម្មជាតិជាងអញ្ចឹងខ្ញុំអត់ប្រើទេអញ្ចឹងខ្ញុំកកូរសាច់នឹងឲ្យឆ្អិនកកូរសាច់នឹងឲ្យឆ្អិនបានខ្ញុំដាក់បន្លែចាតែតើនិយាយថាសម្រាប់ខ្ញុំគឺឆ្ងាញ់ខ្លួនឯងដោយសារខ្ញុំត្រូវការរសជាតិបែបថាស្រាលមិនធ្ងន់អញ្ចឹងណាយើងចាប់ដាំដាក់ទឹកឲ្យវាពុះឆ្អិនសាច់ចឹងទៅចាំយើងផ្ដើមបងបន្លែដែលអត់ងាយផុយមុនចឹងដូចជាប្រភេទត្រប់អីចឹងទៅខ្ញុំដាក់មុនបន្លែផ្លែឈើពេលដែលខ្ញុំចិត្តរៀបចុះបានខ្ញុំដាក់ពេលដែលថាឆ្អិនហើយឆ្អិនសពយ៉ាងយើងដាក់មកភ្លោកមកយើងលើកចុះហ្មងអាហ្នឹងផ្លឹកផ្លែខៀវតែនេះខ្ញុំកូរសាច់ឲ្យវាឆ្អិនសិនបន្ទាប់មកគឺខ្ញុំចាប់ផ្ដើមថែមបន្លែព្រោះសាច់ខ្ញុំវាឆ្អិនមិនឆ្អិនតន់ឆ្អិនមែនណាព្រោះយើងថែមបន្លែយើងត្រូវបន្លែអានេះព្រោះត្រប់យើងអត់ងាយលួយទេដូចជាត្រប់ពុតញងនេះគឺខ្ញុំអត់បានលីងអត់បានអីទេគឺខ្ញុំស្លបែបថាបងទៅហ្មងអញ្ចឹងយើងទុកឲ្យវាឆ្អិនវាអត់លួយទេអញ្ចឹងទៅដាក់យូរមកវាយូរអញ្ចឹងទៅតើវាពុះវាឆ្អិនតែថាអូខេសម្រាប់ថាបានហើយចាំយើងថែមទឹកទៅប៉ុណ្ណឹងហើយគឺយើងកូរវាឲ្យវាឆ្ងាញ់ឲ្យវាដិតណាវាកូរទឹកចឹងទៅឲ្យវានេះមកឆ្ងាញ់បណ្ដោយហើយក៏យើងថែមបន្លែចាំយើងថែមបន្លែហើយគឺអូខេឥឡូវនេះស្លកកូរយើងឆ្អិនហើយចានេះចា